សូមគោរពបងប្អូនជនរួមជាតិខ្មែរទាំងអស់ជាទីគោរពសូមគោរពសមាជិកសមាជិកាគណៈបព្វជិតខ្មែរដែលមានវត្តមាននៅទីនេះជាទីគោរពសូមគោរពថ្នាក់ដឹកនាំសមាជិកជាន់ខ្ពស់នៃគណៈបព្វជិតខ្មែរប្រចាំនៅសហរដ្ឋអាមេរិកជាពិសេសសាខាគណៈបព្វជិតខ្មែរនៅតំបន់ឆ្នេរសមុទ្រខាងកើតថ្ងៃនេះតាំងនាមឲ្យយើងជាអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជាសូមរំលឹកថាមានលោកដំសិទ្ធលោកហៅសុភាពលោកជេកឌុងតារាវុធលោកម៉ៅមករាហើយខ្ញុំបានផ្ទាល់បានទទួលការគាំទ្រពីសមាគមជាតិខ្មែរប្រចាំសហរដ្ឋអាមេរិកដែលមានលោកជុនរសិទ្ធជាអ្នកចុងដើមទាំងផ្នែកថវិកាទាំងការស្នាក់នៅហើយនឹងការធ្វើដំណើរគឺលោករសិទ្ធបានជាមួយនឹងក្រុមរបស់គាត់នៅក្នុងសមាគមជាតិខ្មែរនឹងគឺបានគាំទ្រទាំងស្រុងគឺជាផលប្រាថ្នាមួយដែលខ្មែរយើងទោះបីជាយើងនៅឆ្ងាយពីគ្នារាប់ម៉ឺនគីឡូម៉ែត្រក៏ដោយក៏យើងនៅតែមានការជួយគ្នាមានការគិតទៅដល់គ្នាហើយជាពិសេសផ្ដល់កិត្តិយសដល់អ្នកតស៊ូជាតិដែលនៅប្រទេសកម្ពុជាអ្នកកសែតដែលគេចាប់យកទៅដាក់គុកដូចជាខ្ញុំបានផ្ទាល់គេចោទថាជាអនុប្រជាជនមានន័យថាពុំមានសិទ្ធិស្របច្បាប់ជាបរិបទខ្មែរផងតែផ្ទុយទៅវិញនៅសហរដ្ឋអាមេរិកដូចជានៅឯនៃសមុទ្រផ្សេងទៀតបងប្អូនបែរជាឲ្យតម្លៃបងប្អូនបែរជាគោរពវិញ្ញាណក្ខន្ធអ្នកដែលស្លាប់ជាពិសេសវិញ្ញាណក្ខន្ធលោកធនមន្លីដែលលោកបានធ្វើពលកម្មលោកបានស្លាប់ដោយសារតកបានសម្លាប់ហើយលោកស្លាប់ទៅជាមួយនៅបតមកតេស្នេហាជាតិរបស់លោកស្លាប់ដោយសារលោកឈឺចាប់ចំពោះរបបជាជាន់ដែលបន្តដល់បរទេសប៉ុន្តែទោះបីជាជីវិតលោកធនមន្លីស្លាប់មែនតែស្មារតីនិងឧត្តមកតេរបស់លោកធនមន្លីបានរស់រវើកតែស្មារតីនិងឧត្តមកតេរបស់លោកធនមន្លីបានរស់រវើកនៅក្នុងដួងវិញ្ញាណនៅក្នុងបេះដូងនៃអ្នកសារព័ត៌មានទាំង5រូបនេះហើយក៏នៅក្នុងអារម្មណ៍របស់បងប្អូនពិតមែនតែនឹងឃ្លាតឆ្ងាយពីគេក៏ដោយធនមន្លីបានស្លាប់ទៅមែនសាច់ឈាមធនមន្លីត្រូវបានយើងបូជាភ្នូធនមន្លីពុំបានកប់នៅប្រទេសកម្ពុជាមែនតែភ្នូរបស់ធនមន្លីបានកប់នៅក្នុងបេះដូងនៃអ្នកស្នេហាជាតិខ្មែរគ្រប់រូបទាំងក្នុងប្រទេសទាំងក្រៅប្រទេសថ្ងៃនេះខ្ញុំពុំមានអ្វីមកជម្រាបជូនបងប្អូនយើងឲ្យពិស្ដារទេព្រោះថាដោយតែអស់លោកជម្រាបរួចមកហើយពីព័ត៌មានមកពីប្រទេសកម្ពុជាឃើញថាអស់លោកបានរៀបរាប់ទៅត្រឹមត្រូវហើយមានភាពច្បាស់លាស់ច្រើនក៏ប៉ុន្តែមានដឹកនាំយើងមួយចំនួនជាពិសេសអ្នកដឹកនាំដែលនិយមរបស់ផ្ដាច់ការគេមិនទទួលស្គាល់ការរិះគន់អស់ទាំងនោះទេគេមិនទទួលស្គាល់ការពិតនៅក្នុងប្រទេសទេអញ្ចឹងហើយបានជាប្រជាជនខ្មែរយើងជួបនៅទុក្ខវេទនាមិនចេះចប់មិនចេះហើយតាំងនាមបងប្អូនយើងដែលមកពីប្រទេសកម្ពុជាថ្ងៃនេះមានសេចក្តីរំភើបអតុបមាដោយឃើញបងប្អូនយើងដែលរស់នៅសហរដ្ឋអាមេរិកជាពិសេសនៅក្រុងលវ៉ែលមានមនសិការស្នេហាជាតិខ្ពង់ខ្ពស់ឈឺឆ្អាលចំពោះមាតុភូមិដ៏កំសត់របស់យើងនេះធ្វើឲ្យយើងមានសេចក្តីក្លាហានធ្វើការដាច់ដួងចិត្តរបស់យើងកាន់តែខ្លាំងឡើងទៀតដើម្បីប្រយុទ្ធទាមទារសេរីភាពជូនប្រទេសកម្ពុជាទាមទារលទ្ធិប្រជាធិបតេយ្យជូនប្រជារាស្ត្រកម្ពុជាការពារទឹកដីដូនតាយើងឲ្យបានគង់វង្សកំចាត់ចោលនៅលទ្ធិកុម្មុយនីសផ្ដាច់ការកំចាត់ចោលនៅអំពើពុករលួយដែលចិញ្ចុកឈាមប្រជារាស្ត្រខ្មែរយើងបដិញ្ញាស្វែងរកយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរយើងបដិញ្ញាលើកតម្កើងយុត្តិធម៌ក្នុងសង្គមកម្ពុជាយើងបដិញ្ញាគោរព
ច្បាប់យើងបញ្ញាឲ្យមានការគោរពច្បាប់ជាទូទៅអ្នកធំក្តីអ្នកតូចក្តីអ្នកមានក្តីអ្នកក្រក្តីអ្នកមានអំណាចក្តីអ្នកអត់អំណាចក្តីមានសិទ្ធិស្មើគ្នាមានករណីកិច្ចចំពោះមុខច្បាប់នេះហើយតែហៅថាលទ្ធិជាតបតៃដែលយើងចង់បានទោះបីជាយើងយល់ថាលទ្ធិប្រជាធិបតេយ្យមានភាពច្បាស់លាស់លទ្ធិប្រជាធិបតេយ្យជាសេចក្តីត្រូវការចាំបាច់របស់ប្រជារាស្ត្រខ្មែរលទ្ធិប្រជាធិបតេយ្យជាការពេញនិយមរបស់មនុស្សនៅលើសកលលោកក៏ដោយក៏មានដឹកនាំនៅប្រទេសកម្ពុជាបែរជានិយាយផ្ទុយពីអ្វីដែលយើងចង់បានពេលដែលយើងរិះគន់គេចោទថាយើងមួយបង្កាត់ចោទថាយើងជាប្រទេសការពិតយើងអ្វីយើងនិយាយពីអ្វីដែលជាការពិតតែប៉ុណ្ណោះហើយខ្ញុំបានផ្ទាល់ដែលបានទទួលរងគ្រោះដោយសារការអត់ទេតែការមិនទទួលស្គាល់ការពិតពីមេដឹកនាំដាច់ការទាំងពីរពីខុសផ្សេងដើម្បីឲ្យបងប្អូនយើងបានស្គាល់ថាខ្ញុំមានប្រវត្តិបែបណាហើយហេតុអ្វីបានជាហ៊ានតស៊ូហ៊ានដាក់បង់អ្វីគ្រប់បែបយ៉ាងទោះបីជាអាយុជីវិតក៏ដោយហើយតើខ្ញុំមានគោលបំណងអ្វីចំពោះខ្លួនហើយមានគោលបំណងអ្វីចំពោះប្រទេសកម្ពុជាខ្ញុំបានកើតនៅឆ្នាំឈ្មោះហែមវិទ្យាហៅហែមភិរៈកើតនៅឆ្នាំ1969គឺនៅខែកញ្ញានៅស្រុកបារាយណ៍ខេត្តកំពង់ធំនៅអង្គរកើតបាន6ខែគឺនៅខែមីនាចុងខែមីនាឆ្នាំ1970ក្រោយពីរដ្ឋប្រហារសម្ដេចសីហនុឪពុកខ្ញុំត្រូវភៀសខ្លួនមករស់នៅទីក្រុងភ្នំពេញហើយម្ដាយរបស់ខ្ញុំក៏មកក្រោយដើម្បីខ្ញុំរត់កាត់ព្រៃពុំហ៊ានរត់កាត់ផ្លូវជាតិទេព្រោះកាលនោះទាហាននិងពួកជាកុងឆែកខ្លាំងពេកខ្ញុំត្រូវម្ដាយខ្ញុំធ្វើឲ្យជ្រុះបាត់នៅក្នុងព្រៃពេលដែលទៅដល់ស្រុកកំណើតជាតាខ្ញុំគាត់បីតាបន្តគាត់ហើយពេកផ្លេចកូនមិនដឹងជ្រុះទៅណាពេលដែលត្រឡប់ទៅរកកូនវិញគឺជប់ទៅហើយប៉ុន្តែចៃដន្យល្អដោយសារស្រមោចយួនស្រមោចភ្លើងខាំខ្ញុំស្រែកយំឡើងហើយក៏រកកូនឃើញតាំងពីកើតមកគឺខ្ញុំមានការឈឺចាប់ដោយសារសង្គ្រាមប្រត់ប្រាស់គ្នាឆ្នាំ1975គឺថានៅពេលដែលជំនះចេញពីក្រុងភ្នំពេញខ្ញុំបានទៅរស់នៅក្នុងឃុំមួយឈ្មោះឃុំប្រាសាទស្រុកប្រសិទ្ធព្រះខេត្តបាត់ដំបងហើយម្ដាយហើយនឹងប្អូនរបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតឆ្នាំ1979ពេលដែលយួនចូលស្រុកខ្ញុំគ្រួសារខ្ញុំនិងឪពុកបានមករស់នៅខេត្តកំពង់ធំហើយបានបន្តការសិក្សានៅវិទ្យាល័យកំពង់ធំរហូតដល់ជាប់មធ្យមសិក្សាបទភាគ2ខ្ញុំក៏បានប្រឡងចូលរៀនមហាវិទ្យាល័យវិទ្យាសាស្ត្រក្រុងភ្នំពេញជាប់នៅឆ្នាំ1986ហើយបញ្ចប់ការសិក្សានៅឆ្នាំ1993ជាមួយនឹងលោកវិជ្ជបណ្ឌិតចិត្តដួងតារាវុធលោកវិជ្ជបណ្ឌិតយឹមសុខាហើយច័ន្ទរតនាដែលជាចាងវាងកាសែតសម្លេងយុវជនខ្មែរនឹងជាមិត្តភ័ក្តិរួមចំនួនខ្ញុំបានធ្វើសារព័ត៌មានសេរីភាពថ្មីនេះឡើងជាមួយនឹងមិត្តភ័ក្តិដំបូងមានលោកម៉ៅមករាលោកចិត្តដួងតារាវុធខ្ញុំបានផ្ទាល់ហើយនឹងអស់លោកសាស្ត្រាចារ្យ 5-6 នាក់ទៀតគឺថានៅពេលដែលរាជរដ្ឋាភិបាលគឺសម្ដេចនាយករដ្ឋមន្ត្រីទី1ទី2នឹងគឺមិនគោរពពាក្យសន្យារបស់ខ្លួនដែលបានសន្យាចំពោះមុខប្រជារាស្ត្រខ្មែរខែឧសភាឆ្នាំ1995តុលាការក្រុងភ្នំពេញបានទទួលពាក្យបណ្ដឹងពីសម្ដេចនាយករដ្ឋមន្ត្រីទី2ហើយពីមេធាវីរាជរដ្ឋាភិបាលឈ្មោះលោកកៅប៊ុនហុងចោទប្រកាន់ថាខ្ញុំបានចុះផ្សាយព័ត៌មានមិនពិតហើយជួងលើច្បាប់ព្រហ្មទណ្ឌអន្តរកាលមាត្រាទី62